សួស្តីម្ដងដល់គ្នាជួបជាមួយខ្ញុំរតនានៅថ្ងៃនេះខ្ញុំនាំយកខ្សែភាពយន្តតុក្កតាមួយដែលនិយាយអំពីក្មេងស្រីម្នាក់ហ្នឹងបាទសុកគាត់ក៏សាប់តែខ្លាចទៅជាធ្មប់មិនចេះអញ្ចឹងអ្នកទាំងអស់គ្នាវិញមកបើសុកស្រាប់តែចេះជិះអំបោហោះជួបនឹងចម្លែកតែយើងនឹងមានអារម្មណ៍យ៉ាងម៉េចចង់ដឹងថានឹងមានរឿងអ្វីកើតឡើងនោះតោះចូលទៅដល់សាច់រឿងរបស់យើងតែម្ដងប៉ុន្តែមុននឹងចូលដល់សាច់រឿងខ្ញុំសង្ឃឹមតែអ្នកទាំងអស់គ្នាមិនចេះតែក្រក់ជួយចុច like subscribe ហើយដាក់កណ្ដឹងម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗតាមចិត្តឥឡូវនេះរឿងរបស់យើងចាប់ផ្ដើមឡើងដំបូងបង្ហាញឲ្យឃើញមានការផ្ទុះយ៉ាងសាហាវក្មេងស្រីតូចម្នាក់នឹងបានកាន់កញ្ចប់អ្វីម្យ៉ាងនឹងគេចចេញពីទឹកដីនៃអាណាចក្រធ្មប់ភ្លើងបន្តផ្ទុះឆាបឆេះយ៉ាងសន្ធោសន្ធៅនៅលើដើមឈើដ៏ធំមួយភាវៈចម្លែកអ្វីម្យ៉ាងប្រៀបដូចជាសត្វចម្លែកចឹងបានបន្តដេញក្មេងតូចរបស់យើងអស់ផ្លូវរត់ក្មេងស្រីសក់ក្រហមរបស់យើងនាងក៏បានហៅអំបោះទឹករបស់នាងរួចហើយនាងក៏បានជិះអំបោះហោះរបស់នាងចាក់ចេញពីទីនោះក្រោយមកភាវៈចម្លែកទាំងអស់នោះក៏បន្តដេញក្មេងស្រីតូចរបស់យើងអញ្ចឹងក្មេងតូចរបស់យើងផ្ទាល់នឹងឯងគឺជាធ្មប់បាទប៉ុន្តែយើងមិនដឹងទេថានាងបានលួចរបស់អ្វីរត់សារធាតុពណ៌ខ្មៅទាំងអស់នោះក៏បញ្ចេញជាដៃជាជើងដេញតាមចាប់ក្មេងធ្មប់តូចរបស់យើងជាចុងក្រោយនៅលើដើមឈើដ៏ធំនោះក៏ផ្ទុះបញ្ចេញភ្លើងឆាបឆេះយ៉ាងសាហាវអតិពលនោះក៏បានបុកឲ្យក្មេងតូចរបស់យើងនឹងបានធ្លាក់ចុះពីពពកយ៉ាងខ្ពស់រួចហើយសត្វរបស់នាងក៏បានប្រែពណ៌ទៅជាពណ៌ខ្មៅអំបោះទឹករបស់នាងក៏បានធ្លាក់ចុះទៅក្នុងព្រៃចំណែកឯថង់កញ្ចប់ដែលនាងលួចមកនោះគឺមានគ្រាប់រុក្ខជាតិអ្វីម្យ៉ាងពេលដែលគ្រាប់នោះធ្លាក់ជ្រុះទៅលើដីវាក៏ដុះចេញជាផ្កាមានពន្លឺម្យ៉ាងអស្ចារ្យភ្លើងពណ៌ខៀវក៏ផ្ទុះយ៉ាងសាហាវរុក្ខជាតិនៅជុំវិញនោះក៏ដុះយ៉ាងលឿនហើយបាក់សៃនៅជាប់អរុក្ខជាតិផ្សេងនោះក៏ចាប់ផ្ដើមញាស់ចេញមកធំប៉ុណ្ណាអញ្ចឹងណាខ្លាំងមែនផ្កាស្អីចេះចំណែកឯអំបោះវីតាមីននោះផ្ទាល់ក៏ត្រូវបានរុក្ខជាតិរុំព័ទ្ធចិត្តអររយៈពេលជាច្រើនឆ្នាំក្រោយមកទៀតតំបន់ដែលគ្រាប់រុក្ខជាតិនោះធ្លាក់បានខ្លាចទៅជាព្រៃស៊ុបទ្រុបយ៉ាងក្រាស់ក្មេងស្រីតូចរបស់យើងម្នាក់ដែលមានឈ្មោះថា Mary Smith សក់របស់នាងពណ៌ក្រហមមើលទៅមុខដូចជាស្ងប់ស្ងាត់ដោយសារតែនាងបានផ្លាស់ប្ដូរទីលំនៅមកស្នាក់នៅជាមួយយាយទួតរបស់នាងដែលមានឈ្មោះថា Charlotte Mary របស់យើងហាក់ដូចជាមិនស៊ាំនឹងជីវិតដែលរស់នៅជាយក្រុងឆ្ងាយបែបនេះនោះទេមើលទៅវាលក្ខណៈស្ងាត់ស្ងៀមលោកយាយ Charlotte របស់យើងក៏បានហៅ Mary ចៅមិនហើយរៀបចំឲ្យបាននៅបញ្ញាប់ទៅសាលាឯង Mary ក៏បានលើកអីវ៉ាន់សភៅរបស់នាងហើយក៏របូតគូតជ្រុះសភៅពេញនោះ Mary របស់យើងក៏ឆ្លុះកញ្ចក់មើលហើយណែនាំខ្លួនសួស្ដីខ្ញុំឈ្មោះ Mary សិស្សផ្លាស់ប្ដូរមករៀនទីនេះថ្មីប៉ុន្តែ Mary របស់យើងហាក់ដូចជាមិនសូវស្រួលចិត្តទេតាក់ទងនឹងសក់សំពីងសំពងពណ៌ក្រហមរបស់នាងនេះចុះមកដល់ Mary របស់យើងនឹងក៏ចង់ជួយការងារទៅកាន់មេដោះប៉ុន្តែចង់ជួយអីបេះនឹងធ្លាក់បែកនោះលោកយាយ Charlotte គាត់ក៏ចង់ទុកកែវវិញ Mary នឹងក៏ចង់ជួយកាន់គ្រាន់តែកាន់ក៏របូតធ្លាក់តែសំណាងល្អមេដោះរបស់យើងចាប់ជាប់អញ្ចឹង Mary របស់យើងនាងក៏ស្គាល់ខ្លួនឯងដែរឲ្យតែនាងចង់ជួយអ្វីការងារនោះនឹងបរាជ័យឲ្យតែចង់ធ្វើអីកាន់អីដឹងតែធ្លាក់វាអញ្ចឹងណា Mary ក៏ចង់ជួយការងារផ្សេងទៅកាន់លោកយាយរបស់នាងអញ្ចឹងណាប៉ុន្តែលោកយាយរបស់នាងក៏ឲ្យជួយអីទេហើយគាត់ក៏ថាយ៉ាងម៉េចចៅមិននៅជាមួយនឹងយាយចាស់នេះគួរឲ្យធុញឬ Mary ថាអត់ធុញទេលោកយាយតែគាត់ថាអត់មានហ្គេមលេងទូក៏ខូចបើខ្ញុំចាំមកជាមួយម៉ាក់ប៉ាខ្ញុំក៏ម្យ៉ាងដែរប៉ុន្តែមេដោះក៏ប្រាប់ថាអូយមិនកើតម៉ាក់ប៉ារបស់ Mary ឯងរវល់ការងារបើចាំមកជាមួយពួកគាត់វាយឺតយ៉ាវថ្ងៃចូលរៀនព្រោះឯងចិត្តចូលរៀនផងអង្គុយធុញសុកហ្នឹងក៏សាប់តែប្រទះឃើញលោកតា Zebedee របស់យើងដែលគាត់គឺជាអ្នកមើលថែសួនហ្នឹងដើរទៅក្នុងសួនអញ្ចឹងហើយ Mary របស់យើងក៏ចង់ទៅជួយការងារគាត់ដែរលោកតា Zebedee របស់យើងគាត់កំពុងតែចងបាទគេហៅមានឈើទល់ឲ្យផ្កាហ្នឹងវាដុះត្រង់ស្អាតអញ្ចឹងណា Mary របស់យើងក៏សុំជួយលោកតាគាត់រៀងស្ទាក់ស្ទើរតែគាត់ក៏ថាចង់ជួយទៅហើយជួយទៅចុះគ្រាន់តែ Mary របស់យើងចងដែរបាទចងរហូតដល់ដាច់ផ្កាលោកតា Zebedee គាត់ក៏និយាយទាំងទឹកមុខស្មើថាតែអញ្ចឹងស្នាដៃក្មេងតូចឯងនេះដូច្នេះ Mary របស់យើងមានអារម្មណ៍ថាទៀតទេបរាជ័យទៀតទេធ្វើអីទេអូបោអូខ្ញុំជួយបោះសម្រាមសិនអញ្ចឹងបោះបានមកសន្ទុះអង្គុយលើរទេះអាធុងសម្រាមស្លឹកឈើក៏ធ្លាក់គ្របក្បាលរបស់ Mary ព្រាមនោះក្មេងតូចអ្នកជិតខាងមានឈ្មោះថា Peter នឹងជិះកង់មកលេងផ្ទះរបស់ Mary គាត់ក៏ថាអូយស្មានតាស្វាតាមពិតមនុស្សសោះនិយាយអញ្ចឹង Mary ក៏ខឹងមនុស្សប្រុសមិនគួរណាប្រើពាក្យសម្ដីអញ្ចឹងមកលើនារីដូចខ្ញុំទេហើយឯងមកពីណាមកផ្ទះខ្ញុំទៅអីបាទអញ្ចឹង Peter របស់យើងគឺគាត់យកអីវ៉ាន់មកឲ្យលោកយាយ Charlotte បកគលឲ្យមេដោះរបស់យើងអញ្ចឹងណាមេដោះគាត់ក៏សរសើរទៅកាន់ Peter ទោះបីជាថ្ងៃឈប់សម្រាកយ៉ាងម៉េចក៏ដោយក៏ Peter ព្យាយាមជួយការងារម្ដាយរបស់ខ្លួនដែរ Mary របស់យើងក៏មានអារម្មណ៍ថាអូអាប៉ែនេះមើលទៅជាក្មេងល្អដែរតាលុះរៀងថ្ងៃត្រង់បន្តិច Mary របស់យើងនាងក៏បានអង្គុយ picnic តែម្នាក់ឯងហូបសាំងវិចអីអញ្ចឹងទៅក៏ប្រទះឃើញឆ្មាខ្មៅមួយក្បាលពេលដែលវាចូលទៅក្នុងគុម្ព្រៃក៏សាប់តែចេញឆ្មាប្រផេះមួយក្បាលទៀតអមចេះហើយឆ្មាហ្នឹងក៏ធ្វើដំណើរទៅក្នុងព្រៃជ្រៅ Mary របស់យើងក៏ធ្វើដំណើរទៅតាម Mary គិតថាប្រហែលជាឆ្មាវេទមន្តហ្នឹងម្ដងខ្មៅម្ដងប្រផេះតទៅពេលដេញតាមចូលទៅក្នុងព្រៃជ្រៅក៏ប្រទះឃើញថាតាមប៉តោមានឆ្មាពីរក្បាលឆ្មាមួយពណ៌ខ្មៅឆ្មាមួយពណ៌ប្រផេះប៉ុន្តែ Mary នាងក៏ឆ្ងល់តំបន់ជុំវិញនោះពណ៌បៃតងប៉ុន្តែចូលមកក្នុងតំបន់នេះរុក្ខជាតិក៏ងាប់រួចហើយឆ្មាទាំងពីរក្បាលហ្នឹងក៏បញ្ចេញសំឡេងក្រហមទៅកាន់អ្វីម្យ៉ាង Mary នាងក៏ឆ្ងល់នាងក៏ទៅពិនិត្យមើលទៅទីនោះរួចក៏ប្រទះឃើញផ្កាវេទមន្តដ៏អស្ចារ្យបានដែលបញ្ចេញពន្លឺពណ៌ខៀវហើយឆ្មាទាំងពីរក្បាលក៏រត់តែស្រែកឮទៅពេលដែល Mary របស់យើងនៅក្បែរផ្កានោះប៉ុន្តែ Mary នាងអត់ចាប់អារម្មណ៍ទេនាងក៏បានកាច់ផ្កានឹងមើលពីព្រោះវាស្អាតខ្លាំងពេកហើយនាងក៏ចង់យកផ្កាទៅសួរទៅ
កាន់លោកតាមើលថែសួរមើលថាគាត់ស្គាល់អត់ផ្កានេះជាផ្កាប្រភេទអ្វីលោកតា Zebedee របស់យើងគាត់ក៏ថា Mary ឯងរកផ្កានេះបានដោយវិធីណា Mary ក៏បញ្យល់ថាឆ្មាខ្មៅនិងឆ្មាប្រផេះនាំខ្ញុំទៅកន្លែងផ្កាហ្នឹងលោកតា Zebedee ក៏បញ្យល់ថាអូឆ្មាទាំងពីរហ្នឹងគឺជាឆ្មារបស់ Peter ប៉ុន្តែមិនមែនកម្មសិទ្ធិផ្ទាល់របស់ Peter ទេឆ្មាខ្មៅឈ្មោះថា Tip ឆ្មាប្រផេះឈ្មោះថា Gibb ហើយតាពិតជាភ្ញាក់ផ្អើលណាចៅចូលទៅក្នុងព្រៃដំបងអាចស្វែងរកឃើញផ្កាពណ៌ខៀវនេះផ្កានេះត្រូវបានគេស្គាល់ថាផ្កា Fly by Night ផ្កានេះគឺជាផ្កាកម្រតាធ្លាប់តែឮគេនិយាយតគ្នាទេតែចៅរកឃើញផ្កានេះអស្ចារ្យណាស់ហើយផ្កានេះវារីកជារៀងរាល់7ឆ្នាំម្ដងសូម្បីតែធ្មប់ក៏ចង់បានផ្កានេះដែរអញ្ចឹងគេហៅឈ្មោះផ្កានេះមួយទៀតថាវាគឺជាផ្កាធ្មប់ Mary ក៏ថាអូយលោកតាមានធ្មប់មែនលោកតាគាត់ក៏បញ្យល់ថាវាជាពាក្យតគ្នាទេលុះដល់ពេលយប់ផ្កាវេទមន្តក៏សាប់តែផ្ទុះរលាយបញ្ចេញជាឥទ្ធិពលអាប់យ៉ាងសម្បើមក្រោយមកអាប់នឹងក៏បានរំពាត់ជុំវិញឆ្មាអនាថាទាំងពីរក្បាលនោះពន្លឺឆក់ព្រាកក៏បានបញ្ចេញឡើងយើងកាត់មកដល់ផ្ទះរបស់ Mary វិញផ្កាដែល Mary របស់យើងបានកាច់មកនាងក៏បានដាក់វានៅក្នុងកូនកែវភ្លាមនោះឆ្មាពណ៌ខ្មៅនោះក៏បានគោះកញ្ចក់ទុងវាក៏ផ្អើលរត់ Mary ក៏សួរថាចុះឯណា Gibb ដែលជាឆ្មាពណ៌ប្រផេះហ៎ប៉ុន្តែឲ្យយកដឹងទៅណានោះទេបាទដូចជាមាននរណាចាប់ឆ្មាពណ៌ប្រផេះយើងយកទៅអញ្ចឹង Mary របស់យើងក៏បានប្រាប់ទៅកាន់ Tip ថាកុំបារម្ភថ្ងៃស្អែកចាំយើងទៅតាមស្វែងរក Gibb លុះព្រឹកឡើង Mary របស់យើងនឹងក៏ឆ្ងល់បាត់ Tip ទៅណាភ្លាមនោះលោកយាយ Charlotte របស់យើងនឹងគាត់ក៏បានពឹងឲ្យ Mary របស់យើងនឹងយកអីវ៉ាន់បន្តិចទៅតាមអាស័យដ្ឋានដែលគាត់នឹងបានសរសេរនៅលើกระดาษ Mary របស់យើងគាត់សប្បាយចិត្តខ្លាំងមែនទែនពីព្រោះគាត់មានការងារធ្វើអញ្ចឹង Mary ក៏ប្រញាប់យកអីវ៉ាន់នោះហើយធ្វើដំណើរតាមអាស័យដ្ឋានតទៅពេលអានអាស័យដ្ឋានក៏ប្រទះឃើញថាអូតែអាប៉ែ Peter នឹងតាអូយធុញណាស់ជាចុងក្រោយ Mary របស់យើងក៏ធ្វើដំណើរមកដល់ផ្ទះរបស់ Peter បន្ទាប់ពីទទួលអីវ៉ាន់ដែលលោកយាយរបស់ Charlotte បកគោលឲ្យគាត់សប្បាយចិត្តខ្លាំងណាស់ដោយសារតែគាត់ចូលចិត្តចំហួយនឹងខ្លាំងមែនទែនបាទដែលជាចែមក Mary របស់យើងក៏មានអារម្មណ៍ចម្លែកតែនាងក៏ធ្វើមិនខ្វល់នាងក៏និយាយថាការងារខ្ញុំចាប់ហើយខ្ញុំទៅតាមស្វែងរក Gibb វិញ Peter ក៏ថាGibb បាត់ខ្លួនអញ្ចឹងខ្ញុំទៅជាមួយដែរពួកគេក៏តាមស្វែងរក Gibb រហូតចូលមកដល់ក្នុងព្រៃជ្រៅប៉ុន្តែ Peter របស់យើងក៏ប្រាប់ថានៅក្នុងព្រៃនេះបើសិនជាមានអាប់ក្រាស់គឺកុំចូលអីវាមានគ្រោះថ្នាក់ប៉ុន្តែអត់ទេ Mary របស់យើងនាងថាខ្លាចឬ Peter គាត់ខឹងគាត់ក៏សែកថាណែស្វាសក់ក្រហមថាកុំឲ្យចូលបាទពាក្យមើងងាយសក់របស់ Mary នេះក៏កាន់តែធ្វើឲ្យ Mary របស់យើងនឹងខឹងនាងក៏ថាមិនបាច់ខ្វល់ពីយើងទេបើឯងកំសាកចេញទៅវិញទៅ Peter គាត់ក៏ត្រឡប់ទៅវិញមែន Mary ក៏បានចូលមកក្នុងព្រៃបាទផ្លូវដែលយើងធ្លាប់ដើរនឹងគឺអាប់មើលអ្វីមិនឃើញទេព្រាមនោះក៏សាប់តែ Tip របស់យើងនឹងពំអាប់ផ្កាវេទមន្តនៅជាប់មាត់ Tip របស់យើងក៏ធ្វើដំណើរនាំ Mary ទៅកន្លែងណាមួយក៏មិនដឹងនាងក៏ធ្វើដំណើរទៅតាមឥឡូវនេះឆ្លងកាត់តំបន់ផ្សេងចឹងទៅ Mary របស់យើងមានអារម្មណ៍ថាមិនក៏ផ្លូវកាន់តែពិបាកទៅអញ្ចឹងពេលមកដល់ទីតាំងបញ្ចប់ Mary ក៏មានអារម្មណ៍ថាអញកន្លែងនេះមិនមែនជាកន្លែងដែលខ្ញុំមកម្សិលមិញណា Tip របស់យើងគាត់ក៏ឈរនៅលើដើមឈើ Mary របស់យើងក៏ចាប់អារម្មណ៍អញនៅខាងក្រោមដើមឈើនេះមានអំបោសអញ្ចឹងហើយ Mary របស់យើងក៏បានតោងអំបោសនោះចេញមកប៉ុន្តែអំបោសមានទ្រង់ទ្រាយលក្ខណៈល្បេះល្បោះចិត្តឲ្យលួយទៅហើយបាទវារាប់ឆ្នាំហើយហើយវាក៏មានសរសេរអក្សរនៅលើនឹងប៉ុន្តែ Mary របស់យើងអានមិនដាច់នាងក៏គិតថាអំបោសនេះស្អាតតាយកទៅបោសសម្រាមមួយយ៉ាងនេះក្រោយមករីបរបស់យើងក៏បានបោះផ្កានឹងចុះមកខាងក្រោម Mary ក៏ហក់ចាប់នាងក៏ធ្វើឲ្យផ្កានោះបែកអញ្ចឹងផ្កានោះក៏សាប់តែបញ្ចេញឥទ្ធិពលរៀងតាយអញ្ចឹងទៅពន្លឺភ្លើងពណ៌ខៀវនោះក៏បានស្រូបចូលទៅក្នុងដៃរបស់ Mary ហើយដៃរបស់ Mary ប៉ះនឹងអំបោសនឹងទៀតធ្វើឲ្យអំបោសនឹងមានជីវិតអញ្ចឹងអំបោសនោះក៏ចាប់ផ្ដើមរីកធំហើយមើលទៅដូចជាអំបោសថ្មីអញ្ចឹងវាក៏លោតផ្លោត Mary របស់យើងក៏អោបអំបោសនោះអស់ញ៉ាំមកចេះក្រោយមកទៀតអំបោសក៏ចាប់ផ្ដើមហោះឆ្មាខ្មៅរបស់យើងក៏បានហោះអោបអំបោសនោះរួចហើយអំបោសនោះក៏បានហោះនាំ Mary របស់យើងឆ្លងកាត់ព្រៃយ៉ាងលឿននាងអត់ហ៊ានប្រឡែងដៃនោះទេបន្ទាប់មកអំបោសក៏បានហោះឡើងទៅលើមេឃយ៉ាងខ្ពស់ Mary របស់យើងងាកមកខាងក្រោមក៏ប្រទះឃើញផ្ទះរបស់នាងក៏ធ្វើឲ្យ Mary កាន់តែខ្លាចនាងក៏អោបអំបោសកាន់តែខ្លាំងហោះចុះហោះឡើងក៏សាប់តែអំបោសនឹងនាំចូលទៅក្នុងព្យុះពពករន្ទះរួចហើយវាក៏ធ្វើដំណើរយ៉ាងឆ្ងាយបន្តទៀតក៏សាប់តែឆ្លងចូលទៅកាន់ភពមួយផ្សេងទៀត Mary របស់យើងក៏មានអារម្មណ៍ចម្លែកនាងគិតថាប្រហែលជានាងយល់សពផងពីព្រោះមកដល់ភពថ្មីនេះ Mary មានអារម្មណ៍ថាអញមិនក៏ពពកខ្លាំងម្លេះហើយអ្វីដែលសំខាន់សត្វទាំងអស់គឺសម្លឹងមើលមុខរបស់នាងប្រៀបដូចជាពួកគេនឹងដឹងថាមានមនុស្សចូលមកអញ្ចឹងនៅផ្នែកខាងមុខ Mary របស់យើងក៏ប្រទះឃើញអគារដ៏ធំស្កឹមស្កៃរុំព័ទ្ធទៅដោយពពកអញ្ចឹងហើយអំបោសនោះក៏បាននាំ Mary របស់យើងទៅកាន់អគារនោះហោះមើលជុំវិញ Mary របស់យើងពិតជាភ្ញាក់ផ្អើលជាមួយនឹងការសាងសង់អគារនេះខ្លាំងមែនទែនប្រៀបដូចជាការលាយបញ្ចូលវេទមន្តជាមួយនឹងវិទ្យាសាស្ត្រអញ្ចឹងព្រាមនោះអំបោសនោះក៏ចាប់ផ្ដើមហោះទៅបុកអគាររួចហើយក៏ធ្លាក់ចុះមកខាងក្រោម Mary របស់យើងក៏បានបុកនៅកន្លែងសំចតអំបោសបាទគេមានកន្លែងចតអំបោសគេទៀតណារួចហើយក៏សាប់តែមានភាវៈម្នាក់ជាសត្វនឹងអាចនិយាយភាសាមនុស្សបាន Mary របស់យើងគាត់លង្គាំងគាត់ថាអញស្អីគេសត្វចេះនិយាយបាទលោកគ្រូម្នាក់នឹងគាត់ក៏បានណែនាំខ្លួនក្មេងតូចខ្ញុំមានឈ្មោះថា Flanagan ដំបូងឡើយខ្ញុំគឺជាគ្រូបរៀនឲ្យជិះអំបោសប៉ុន្តែឥឡូវនេះគេឲ្យខ្ញុំមកមើលថែកន្លែងចតអំបោសវិញមកកុំវែងឆ្ងាយមកជាមួយខ្ញុំ Mary ក៏ឆ្ងល់ថាតើណាលោកគ្រូខ្ញុំអត់ខ្ញុំវានិយាយទៅ Mary របស់យើងគាត់ចង់ប្រាប់ថាគាត់អត់ដឹងតែគាត់នៅណាទេប៉ុន្តែលោកគ្រូ Flanagan គាត់គិតថា Mary របស់យើងចុះឈ្មោះចូលរៀននៅសាលាវេទមន្តពីព្រោះ Mary របស់យើងមានសក់ពណ៌ក្រហមដែលជាសក់កម្ររបស់ធ្មប់ចេះជិះអំបោសហោះហើយ
មាន Femela មកជាមួយនឹងទៀតដែលជាឆ្មាខ្មៅអញ្ចឹងនេះគឺជាគុណតម្លៃនៃធ្មប់ដ៏អស្ចារ្យបានន័យថាតតែយើងអស្ចារ្យទើបយើងមាន Femela ជាសត្វមានដូចជាឆ្មាខ្លាតអីអញ្ចឹងណាគ្នាយើងក៏ដឹងនៃសាលាក៏បន្លឺឡើងលោកគ្រូ Flanagan ក៏និយាយថាមកលឿនប្រយ័ត្នយើងថ្ងៃដំបូងហ្នឹងមានបញ្ហាឥឡូវហើយឡើងជដើរបានពាក់កណ្ដាលផ្លូវលោកគ្រូ Flanagan របស់យើងហ្នឹងក៏បានចងខ្សែជាប់កជាមួយនឹង Tip គាត់ក៏បញ្យល់ថាសិស្សថ្មីFemela របស់យើងហ្នឹងគឺត្រូវតែចងខ្សែអញ្ចឹងអត់ឲ្យដើរញ៉ៃញ៉ៃទេហើយនេះគឺជាសាលារបស់យើងដែលមានឈ្មោះថា Endor នរណាក៏ដោយដែលចង់ខ្លាចជាធ្មប់ដ៏អស្ចារ្យគឺត្រូវតែឆ្លងកាត់សាលានេះយ៉ាងណាក៏ដោយនេះមើលការណែនាំទឹកដីនៃសាលានេះនរណាក៏ដោយឲ្យតែហ៊ានចូលមកខុសច្បាប់ម្នាក់នោះនឹងត្រូវគេដាក់ទណ្ឌកម្មដោយបំផ្លែងកាយឲ្យទៅជាសត្វលឺសូនអញ្ចឹង Mary ក៏ភ័យព្រោះនាងចូលមកដោយមានការអនុញ្ញាតដែរហើយនាងមិនមែនជាធ្មប់ទេនាងជាក្មេងស្រីធម្មតាទ្វារនៃសាលាក៏បានបើកលោកគ្រូ Flanagan របស់យើងគាត់ក៏បញ្ញាទៅធ្វើការងាររបស់គាត់ Mary ឯនេះវិញបានមិនដឹងត្រូវទៅមុខឬមួយក៏ទៅក្រោយអញ្ចឹងនាងក៏សម្រេចចិត្តចូលទៅកាន់ទីធ្លាសាលាពេលចូលផុតទ្វារក៏បិទហើយនៅក្នុងសាលាវាក៏ចម្លែករុក្ខជាតិក៏ប្លែករូបចម្លាក់នឹងមានកែបមានអីទៀតពេលដែលបន្តដំណើរទៅមុខទៀតក៏សັບតែទឹកដ៏សម្បំស្កឹមស្កៃនឹងបានចេញរូបរាងជាមនុស្សលោកយាយម្នាក់នេះផងដែរគាត់មានឈ្មោះថា Madame Mumblechook ដែលគាត់គឺជានាយកនៃសាលាវេទមន្ត Endor ផ្ទាល់នេះតែម្ដងគាត់ក៏សរសើរទៅដល់រូបរាងរបស់ Mary ទៀតដែរបាទគាត់ថាអូយសក់កំរហើយមាន Femela ជាឆ្មាទៀតខ្ញុំចូលចិត្តសិស្សណាដែលប្រកែកអញ្ចឹងណា Mary ក៏ចង់បញ្យល់ថាខ្ញុំមិនមែននាយកសាលាក៏ថាមិនមែនស្អីឯងជាអ្នកឆ្លងចូលមកសាលាយើងខុសច្បាប់ឬ Mary ខ្លាចមានបញ្ហាធំនាងក៏និយាយថាអត់ទេខ្ញុំមកចោះឈ្មោះរៀនតើអ្នកស្អីនាយកអញ្ចឹងហើយនាយករបស់យើងគាត់ក៏បានប្រែកាឡាមកធម្មតាវិញយានរបស់គាត់ដែលកប់នៅមុខសាលាហ្នឹងក៏បានផុសចេញពីទឹកវេទមន្តរបស់គេនេះស្តៀងជាមួយនឹងនាយករបស់យើងក៏ប្រទះឃើញដៃរបស់ Mary ហ្នឹងគឺមានរូបផ្កាហើយគាត់ក៏ប្រាប់ថាមកត្រូវហើយនេះគឺជាសាលាវេទមន្តធ្មប់ដ៏អស្ចារ្យជាងគេបំផុតមួយមកចាំខ្ញុំនាំដើរមើលសាលានេះបន្តិចទៅមើលវាអស្ចារ្យកម្រិតណាចូលមកដល់ក្នុងសាលាទិដ្ឋភាពគឺពិតជាអស្ចារ្យខ្លាំងមែនទែនមានសិស្សខ្លះអាចជិះកន្ទេលហោះមានជណ្ដើរយន្តហើយមានពន្លឺព្រះអាទិត្យដែលគេអាចចាប់យកមកបានទៀតទុកប្រើជាអំពូលភ្លើងទាំងថ្ងៃទាំងយប់ដើរមកដល់កន្លែងយន្តផ្នែកកណ្ដាលនេះពពកក៏បាននាំ Mary របស់យើងរួមជាមួយអ្នកស្រីនាយករបស់យើងធ្វើដំណើរទៅកាន់បន្ទប់រៀនអញ្ចឹងនៅក្នុងបន្ទប់នេះគឺជាបន្ទប់រៀនជិះអំបោសប៉ុន្តែម៉ាដាមរបស់យើងគាត់ក៏ថាអូយរឿងជិះអំបោសមិនអីទេខ្ញុំឃើញក្មេងតូចឯងជិះអំបោសអស្ចារ្យណាស់អញ្ចឹងថ្នាក់អំបោសនេះមិនបាច់ចុះឈ្មោះចូលរៀនឡើយមានជំនាញជាច្រើនទៀតនៅក្នុងសាលានេះមានដូចជាជំនាញវេទមន្តហោះប្រវត្តិវេទមន្តឬមួយក៏ជំនាញវេទមន្តគីមីហើយមុខជំនាញដែលសាលារបស់យើងល្បីជាងគេនោះគឺជំនាញបំបាំងកាយហើយវាពិបាករៀនជាងគេផងដែរ Mary ក៏បានឆ្លងកាត់បណ្ណាល័យដ៏ចម្លែកលក្ខណៈវងចឹងទៅសិស្សរៀនអត់អង្គុយធ្លាក់ទេហើយនាងក៏សួរថាមានថ្នាក់កីឡាអត់ម៉ាដាមរបស់យើងក៏នាំមកមើលអត់មានថ្នាក់កីឡាទេប៉ុន្តែជាកន្លែងកំសាន្តសម្រាប់សិស្សអញ្ចឹងមានគ្រប់ទម្រង់លេងបាល់លេងកីឡាលើកអាល់ទែអីផ្សេងហោះហើរអីអញ្ចឹងបានតាមចិត្តហើយបើថាកង់ទីនរបស់គេវិញលោកហើយចំអិនសាច់ហ្នឹងក៏គេប្រើវេទមន្តដែរមកដល់កន្លែងស្ងាត់ម៉ាដាមរបស់យើងគាត់សរសើរទៅដល់ Mary ថា Mary ហ្នឹងគឺជាអំបូរធ្មប់ដ៏កម្រហើយជាក់ស្ដែងតាក់ទងនឹងផ្កានៅក្នុងដៃរបស់នាងនេះនិយាយទៅ100ឆ្នាំអីមានមួយទេអ្វីដែលសំខាន់ Mary របស់យើងមានសមត្ថភាពដែលអាចបង្កើត Femela ជាសត្វឆ្មាមួយទៀតហ្នឹងគឺសក់របស់នាងពណ៌ក្រហមនេះក៏ជាសក់កម្រដែរនៅក្នុងអំបូរធ្មប់ក្រោយមកទៀតម្ដាយរបស់យើងក៏បាននាំ Mary នឹងមកក្នុងថ្នាក់វិទ្យាសាស្ត្របែបវេទមន្តដែលថ្នាក់នេះគឺបង្រៀនដោយលោកគ្រូដ៏អស្ចារ្យរបស់យើងដែលមានឈ្មោះថា Dr. D បាទ Dr. D គឺជាគ្រូសិល្ប៍ផ្នែកគីមីអញ្ចឹងណាម្ដាយរបស់យើងក៏អួតអំពីសមត្ថភាពរបស់ Mary អញ្ចឹងហើយនឹងគាត់ចង់ធ្វើតេស្តទៅលើសមត្ថភាព Mary មួយទៀតមើលសមត្ថភាពបំបាំងកាយដែលជាជំនាញពិបាកជាងគេនៅសាលាតើ Mary របស់យើងអាចធ្វើបានឬមួយក៏អត់ពេលដែលដើរចូលមកដល់ក្នុងថ្នាក់ Mary ក៏ឆ្ងល់អីមិនក៏ស្ងាត់ជ្រាបអញ្ចឹងពេលដែលលោកគ្រូរបស់យើងទះដៃព្រឹបសិស្សទាំងអស់ក៏បង្ហាញខ្លួនម៉ែអូអញ្ចឹងសិស្សនៅទីនេះទាំងអស់គឺពួកគេហាត់សមត្ថភាពបំបាំងកាយបានជោគជ័យហើយអញ្ចឹង Dr. D របស់យើងគាត់ក៏បានសុំដុំបាល់មួយពីសិស្សរបស់គាត់ហើយបកគោលទៅឲ្យ Mary ចង់ឃើញថា Mary របស់យើងអាចមានសមត្ថភាពបំបាំងកាយបានឬមួយក៏អត់ចំពោះ Mary នាងភ័យ Mary របស់យើងក៏បានកាន់ដុំបាល់កញ្ចក់នោះរួចហើយនាងក៏ព្យាយាមនិយាយថាបំបាំងកាយប៉ុន្តែដុំបាល់នោះវាបែកជាចេញខ្យល់គួច Mary របស់យើងបំបាំងកាយមែនប៉ុន្តែដុំបាល់ក៏បញ្ចេញខ្យល់គួចយ៉ាងសាហាវដែលធ្វើឲ្យសាលាទាំងមូលនោះវាទៅជាព្យុះនៅក្នុងសាលាហ្នឹងតែម្ដងម្ដាមរួមជាមួយ Dr. D ភ្ញាក់ឲ្យព្រឺតមិននឹកស្មានថា Mary មានសមត្ថភាពវេទមន្តខ្លាំងបែបនេះ Mary យើងឯវិញក៏ប្រទះឃើញគ្រប់គ្នាភ័យខ្លាចហើយឆ្មារបស់នាងមានបញ្ហាទៀតអញ្ចឹងនាងក៏សម្រេចចិត្តទម្លុះចេញពីព្យុះនោះដើម្បីមកជួយធីបរបស់យើងក្រោយមកគ្រប់បែបយ៉ាងក៏ស្ងប់ស្ងាត់ទៅវិញ Mary ក៏សុំទោសដោយសារតែនាងបង្កបញ្ហាធំអីអញ្ចឹងណាប៉ុន្តែម្ដាមរបស់យើងរួមជាមួយ Dr. D បែរជាសប្បាយចិត្តទៅវិញពេលបានសិស្សបកែចូលរៀនសាលារបស់គាត់ក៏បានស្នើសុំឲ្យ Mary របស់យើងបាច់គិតវែងឆ្ងាយទេច
ចុះឈ្មោះរៀនសាលាគាត់តែម្ដងទៅមេរីរបស់យើងនាងក៏យល់ព្រមមុននឹងបន្តទៅចុះឈ្មោះពួកគេក៏បានដាក់ដុកទ័រ D របស់យើងផ្ទាល់នៅក្នុងបន្ទប់មួយដែលត្រូវបានគេស្គាល់ថាបន្ទប់ប្រែកាយអញ្ចឹងដុកទ័រ D របស់យើងគាត់បានចាប់សត្វព្រៃមកធ្វើការពិសោធន៍របស់គាត់ព្រាមនោះធីបរបស់យើងនឹងក៏ចង់រត់ចូលទៅក្នុងបន្ទប់នោះហាក់ដូចជាមាននរណាគេម្នាក់នៅក្នុងនឹងមិនទេប៉ុន្តែក៏ត្រូវបានដុកទ័រ D នឹងហាមឃាត់មេរីក៏សង្ស័យបន្ទប់នឹងដែរប៉ុន្តែនាងក៏មិនហ៊ានចូលរួចក៏បន្តដំណើរទៅជាមួយនឹងម៉ាដាមដើម្បីទៅចុះឈ្មោះឥឡូវនេះមកដល់បន្ទប់ការងាររបស់ម៉ាដាមហើយម៉ាដាមរបស់យើងកំពុងតែរកពាក្យអញ្ចឹងទៅមេរីរបស់យើងគាត់ក៏បានដើរពិនិត្យមើលបន្ទប់របស់ម៉ាដាមទាំងមូលរួចក៏ប្រទះឃើញអាផ្កាដែលនាងឃើញនៅក្នុងព្រៃគ្រាន់តែមេរីរបស់យើងប៉ះចំសុំរូបថតនោះភ្លាមទូសម្ងាត់ក៏បានបើកបង្ហាញរួចហើយក៏ប្រទះឃើញសភៅវេទមន្តដ៏អស្ចារ្យមេរីរបស់យើងក៏បានកាន់សភៅនឹងមើលមួយផ្លែតរួចហើយសមត្ថភាពរបស់មេរីគឺអញ្ចឹងទៀតពេលនាងបើកទំព័រនឹងអញ្ចឹងហើយដាក់ដៃលើទំព័រនឹងមេរីរបស់យើងក៏អាចប្រើវេទមន្តនឹងបានម៉ាដាម D នឹងក៏សួរថាអូយណ៎ណាមេរីនេះឈ្មោះរកឃើញហើយចុះឈ្មោះមេរីរបស់យើងក៏ចង់យកសភៅទៅដាក់កន្លែងដើមប៉ុន្តែក៏ឃើញទូនឹងបិទអញ្ចឹងនាងក៏សម្រេចចិត្តលាក់សភៅនៅខាងក្រោយខ្នងពេលដែលអ្នកគ្រូមកដល់ចង់បកគោលសភៅនឹងឲ្យបន្តិចអត់ចង់ឲ្យបន្តិចអ្ហ្មិចទេមេរីរបស់យើងក៏សុកចិត្តសារភាពប្រាប់ទៅកាន់ម៉ាដាមថាម៉ាដាមតាមពិតទៅខ្ញុំអាចហោះអាចបំបាំងកាយមានវេទមន្តដ៏អស្ចារ្យបែបនេះគឺដោយសារតែផ្កាអាចកំបាំងមួយឬសូពាក្យផ្កានឹងភ្លាមម៉ាដាមរបស់យើងក៏ប្រែទឹកមុខផ្លែតគាត់ក៏សួរផ្កាអីហើយឯងលាក់អីគេនៅក្រោយខ្នងមេរីរបស់យើងនាងក៏ភ័យនាងក៏បានយកសភៅលាក់ទៅក្នុងកាតាបពេលដែលម៉ាដាមមើលដៃរបស់មេរីក៏ប្រទះឃើញกระดาษមួយដែលមានអាស័យដ្ឋានផ្ទះរបស់ Peter មេរីក៏បញ្យល់ថាអូម៉ាដាមផ្កាហ្នឹងគឺជាកម្មសិទ្ធិរបស់ក្មេងប្រុសម្នាក់នេះអាស័យដ្ឋានគាត់ដែរម៉ាដាមគាត់ក៏សង្ស័យគាត់ក៏ថាមិនអីទេអញ្ចឹងឥឡូវអាចទៅផ្ទះវិញបានតែខ្ញុំសុំกระดาษអាស័យដ្ឋានហ្នឹងទុកបានអត់មេរីក៏បកគលឲ្យបន្ទាប់មកលោកគ្រូ Flanagan របស់យើងក៏បានយកអំបោះមកឲ្យម៉ារីពេលដែលម៉ារីរបស់យើងឡើងទៅលើអំបោះធីបរបស់យើងគឺគាត់អត់ចង់ត្រឡប់ទៅផ្ទះទេលោកគ្រូ Flanagan ក៏និយាយថាអូប្រហែលជាមានអ្វីនៅទីនេះហើយដែលធ្វើឲ្យឆ្មាខ្មៅនេះអត់ចង់ទៅផ្ទះតែម៉ារីនាងភ័យនាងក៏ថាធីបឡើងមកលើអំបោះឲ្យលឿនមកធីបក៏ឡើងទៅលើអំបោះរៀបនឹងជិះចេញទៅហើយហ្នឹងម៉ាអ្នកគ្រូរបស់យើងគាត់ក៏ស្គាល់អំបោះហ្នឹងពេលដែលម៉ារីរបស់យើងហោះចេញផុតម៉ាដាមគាត់ក៏ប្រាប់ថា Dr. D ក្មេងស្រីតូចនោះមានពាក់ព័ន្ធជាមួយនឹងផ្កា Fly by Night Dr. D ក៏ថាហាមិនក៏ឲ្យក្មេងស្រីនឹងរត់អញ្ចឹងចុះម៉ាដាមគាត់ក៏និយាយថាកុំបារម្ភខ្ញុំមានអាស័យដ្ឋានរបស់ក្មេងប្រុសម្នាក់មានឈ្មោះថា Peter ម្ដាយរបស់យើងគាត់ក៏បានបំផ្លែងกระดาษនឹងទៅជាវេទមន្តសាបាទរួចហើយវាក៏បានហោះតាម Mary របស់យើងគាត់ត្អូញត្អែគាត់ភ័យណាស់ហើយគាត់ក៏មិនដឹងដែរហេតុអ្វីក៏គាត់លួចសភៅវេទមន្តនឹងមកជាមួយគាត់អញ្ចឹងភ្លាមនោះអំបោះក៏សាប់តែអស់ឥទ្ធិពល Mary របស់យើងក៏បានធ្លាក់ចុះមកខាងក្រោមមួយទំហឹងតែសំណាងល្អបាទអំបោះគាត់នៅមានកម្លាំងតិចតិចអញ្ចឹង Mary របស់យើងធ្លាក់ចុះមកមានបញ្ហាអីទេតែពេលដែល Mary របស់យើងមើលទៅលើដៃរបស់នាងក៏សាប់តែបាត់ស្នាមផ្កានោះវាប្រៀបដូចជាផ្កាវេទមន្តពណ៌ខៀវនឹងវាអស់ឥទ្ធិពលរបស់វាអញ្ចឹងណាចំណែកឯឆ្មាខ្មៅរបស់យើងក៏បានរត់ចេញពីទីនោះដែរទៅឥឡូវត្រឡប់មកផ្ទះវិញ Mary ក៏យកអំបោះទុករួចហើយលោកយាយរបស់នាងក៏បានឈរចាំគាត់បារម្ភចៅរបស់គាត់ចេញតាំងពីព្រឹករហូតដល់យប់ទើបតែមកដល់ផ្ទះអីអញ្ចឹងណា Mary ក៏បានអោបយាយរបស់ខ្លួនហើយនាងក៏ហូបអាហារយ៉ាងឆ្ងាញ់ក៏និយាយថាអូយគ្មានស្អីល្អប្រសើរជាងផ្ទះទេលុះដល់ពេលយប់ Mary ក៏បានមើលសភៅវេទមន្តរួមជាមួយនឹងពាក្យចុះឈ្មោះចូលរៀននាងក៏និយាយថាហ៎ខ្ញុំមិនត្រឡប់ទៅភពវេទមន្តស្អីគេនឹងវិញទេគួរឲ្យខ្លាចណាក្រោយមកទៀត Mary របស់យើងក៏បានលឺសូរនរណាគេម្នាក់គូសទ្វារនាងក៏ចេញមកស្ដាប់ Mary របស់យើងក៏លឺសូរដំណឹងអាក្រក់គឺបាត់ខ្លួនរបស់ Peter អញមិនចេះ Mary ក៏ឡើងមកបន្ទប់វិញហើយនាងឆ្ងល់មិនក៏ Peter បាត់ខ្លួនអញ្ចឹងក្រោយមកអ្វីមួយយ៉ាងក៏គូសកញ្ចក់ Mary របស់យើងក៏បានបើកទ្វារអញ្ចឹងទៅក៏ប្រទះឃើញមេអំបៅកណ្ដាស់អញ្ចឹងមេអំបៅនេះគឺបញ្ជូនមកដោយម៉ាដាមរបស់យើងគាត់ក៏បានផ្ញើសារប្រាប់ទៅកាន់ Mary ថា Mary យើងបានចាប់ Peter ដើម្បីយកមកធ្វើការពិសោធន៍ប្រែកាយបើឯងចង់បាន Peter ត្រឡប់មកវិញឯងត្រូវតែយកផ្កាវេទមន្តទាំងអស់មកឲ្យយើងហើយពេលដែលសារនោះចប់ Mary របស់យើងក៏ប្រទះឃើញវាគឺជាកណ្ដាស់អាស័យដ្ឋានរបស់ Peter អញ្ចឹងវាគឺជាកំហុសរបស់នាងដែល Peter ត្រូវបានគេចាប់ខ្លួនបែបនេះអញ្ចឹង Mary របស់យើងអត់ទេបាទនាងក៏បានប្រមូលផ្កាវេទមន្តរបស់នាងដើម្បីធ្វើដំណើរទៅជួយ Peter Mary ក៏បានមកយកអំបោះហោះរបស់នាងរួចហើយក៏បានយកផ្កាវេទមន្តនឹងមកគ្រាប់បាទឆ្លីនៅលើដៃរបស់នាងអញ្ចឹងទៅឥទ្ធិពលធ្មប់ក៏ពេញខ្លួនរបស់ Mary ហើយអំបោះនោះក៏ចាប់ផ្ដើមមានជីវិតម្ដងទៀតអំបោះនោះក៏កវីកវត្តរហូតដល់ Mary របស់យើងធ្លាក់ចូលគុំឈើសំឡេងនេះក៏បានលឺសូរដល់លោកយាយរបស់នាងក្រោយមក Mary ក៏ថាអូយកុំហោះខ្លាំងពេកហោះធម្មតាមក Mary ក៏ឡើងជិះអំបោះម្ដងទៀតហើយក៏ហោះហើរចេញពីទីនោះចំណែកឯលោកយាយ Charlotte របស់យើងវិញគាត់ក៏បានដើរមើលជុំវិញផ្ទះលឺសូរសំឡេងអីចម្លែកអញ្ចឹងណារួចគាត់ក៏ប្រទះឃើញផ្កាវេទមន្តជ្រុះនៅមាត់ជណ្ដើរអញ្ចឹងគាត់ក៏ដឹងភ្លាមថា Mary ចៅរបស់គាត់មានពាក់ព័ន្ធជាមួយនឹងផ្កាវេទមន្តលោកយាយ Charlotte គាត់ក៏រត់មកខាងក្រៅទឹកមុខរបស់គាត់គឺភ័យជំនួស Mary បាននិយាយទៅគឺប្រៀបដូចជាលោកយាយរបស់យើងគាត់ក៏ជាធ្មប់ដែរដឹងម៉ែគ្នាយើង Mary and Evan ក៏បានធ្វើដំណើរមកដល់សាលា Endor នាងក៏បានមកតទល់ជាមួយនឹងគ្រូធ្មប់ទាំងពីរនាក់នេះ Mary ក៏ថានេះគឺជាផ្កាវេទមន្តបកគលមិត្តភក្តិរបស់ខ្ញុំឲ្យខ្ញុំវិញមកប៉ុន្តែម៉ាដាមរបស់យើងគាត់បែរជាលួចផ្កាវេទមន្តរបស់ Mary ហើយ Dr. D
ឌីបែរជាបញ្ជាឲ្យកូនចៅរបស់គាត់យកមេរីទៅឃុំឃាំងខ្លួនដូច្នេះមេរីរបស់យើងគឺចាញ់ល្បិចពួកគេទាំងពីរនាក់ដដែលហើយឡងមេរីរបស់យើងគឺស្ថិតនៅក្នុងបន្ទប់នៃសត្វប្រែកាយទាំងអស់ប្រទះឃើញសត្វប្រែកាយចម្លែកបែបនេះមេរីរបស់យើងពិតជាភ័យខ្លាចខ្លាំងណាស់តែអ្វីដែលចម្លែកមេរីក៏ប្រទះឃើញធីបរបស់យើងបែរជានៅក្បែរសត្វចម្លែកមួយទៀតអញ្ចឹងមេរីក៏ដឹងថាអានេះគឺជា gift ឬមួយក៏យ៉ាងណាមកសន្ទុះក្រោយមកទៀត Peter របស់យើងក៏បានហក់មកកន្ទប់មេរីព្រោះគិតថាមេរីជាធ្មប់មេរីក៏ថា Peter គឺជាខ្ញុំតើមេរីក៏បានយំអោប Peter ហើយសុំទោស Peter ក៏ឆ្ងល់សុំទោសរឿងអីបាននិយាយដល់ Dr. D របស់យើងផ្ទាល់គាត់ត្រូវការផ្កាវេទមន្តនោះដើម្បីបន្តការពិសោធន៍របស់គាត់បានការពីដើមរឿងហើយគោលបំណងរបស់ពួកគេទាំងពីរនឹងគឺចង់ផ្ដល់ធម៌ពលវេទមន្តដ៏អស្ចារ្យទៅឲ្យសិស្សរបស់ពួកគេនៅក្នុងសាលានេះផ្ទាល់ពីព្រោះពួកគេគិតថាបើសិនជាគ្រប់គ្នាមានវេទមន្តទាំងអស់នោះគឺភពផែនដីរបស់យើងនឹងមានការផ្លាស់ប្ដូរអញ្ចឹងការពិសោធន៍របស់ពួកគេលើកនេះគឺទៅតែទទួលបានជោគជ័យ Dr. D ថាកុំបារម្ភអីការពិសោធន៍របស់យើងលើកនេះយើងទៅតែយកនរណាម្នាក់ដែលក្មេងអញ្ចឹងខ្ញុំទៅបន្តការពិសោធន៍ខ្ញុំហើយណាចំពោះ Peter យើងឯនេះវិញគាត់ទៅរកវិធីចាក់ចេញពីទីនេះបានដោយសារតែគាត់ត្រូវជួយការងារម្ដាយរបស់គាត់ពីព្រោះម្ដាយរបស់គាត់មានតែគាត់ម្នាក់ប៉ុណ្ណោះអញ្ចឹង Peter របស់យើងក៏ព្យាយាមទាញនេះអាសំណាញ់ដែកនឹងប៉ុន្តែទាញយ៉ាងម៉េចក៏ទាញមិនរួចភ្លាមនោះ Mary របស់យើងនាងក៏នឹកឃើញអូសភៅវេទមន្តខ្ញុំអាចប្រើសភៅវេទមន្តនេះដើម្បីចាក់ចេញពីទីនេះបានចំពោះ Dr. D របស់យើងវិញក៏បញ្ញាមកកាន់កន្លែងឃុំឃាំងខ្លួនរបស់ Mary រួមជាមួយនឹង Peter ដោយសារតែគាត់ចង់យកក្មេងទាំងពីរនាក់នោះទៅធ្វើការពិសោធន៍នេះ Mary យើងឯនេះវិញនាងក៏បានព្យាយាមបើកសភៅវេទមន្តនឹងមើលដើម្បីសម្លឹងលើវេទមន្តណាដែលអនុញ្ញាតឲ្យពួកគេអាចចេញពីទីនេះបានដោយសារតែក្នុងបន្ទប់ឃុំឃាំងនេះគឺមានវេទមន្តឃុំឃាំងខ្លួន Mary របស់យើងក៏បានរកឃើញទំព័រមួយដែលទំព័រនេះបញ្ជាក់អំពីវិធីដោះវេទមន្តគ្រប់ប្រភេទ Mary ក៏បានដាក់ដៃទៅលើនោះក៏ស្រាប់តែវេទមន្តនឹងបានដំណើរការមែនអញ្ចឹងសត្វដែលប្រែកាយទាំងប្រមាណនោះក៏ប្រែត្រឡប់មកដូចដើមវិញចំណែកឯវេទមន្តទ្វារឃុំខាំងខ្លួនពួកគេនឹងក៏ត្រូវបានរលាយអញ្ចឹងសត្វទាំងអស់ក៏នាំគ្នាព្យាយាមទម្លុះទ្វារ Dr. D របស់យើងក៏មានអារម្មណ៍ថាអញកាយយើងប្រើវេទមន្តចាក់សោចិត្តអីទៅមិនក៏លឺសូរសំឡេងចម្លែកម្លេះបន្ទាប់មកសត្វរមាសក៏បានចេញទម្លុះទ្វារមួយទំហឹងដែលធ្វើឲ្យទ្វាររលំអញ្ចឹងសត្វដទៃផ្សេងទៀតនោះក៏បានហោះកិន Dr. D របស់យើង Mary រួមជាមួយនឹង Peter នឹងក៏បានចេញតាមផ្លូវផ្សេងម្ដាមរបស់យើងឯនេះវិញបាទគាត់នឹងអង្គុយសម្លឹងមើលផ្ការបស់គាត់រៀងមានអារម្មណ៍ថាជួយដីចេញមកមើលខាងក្រៅក៏ប្រទះឃើញលោកអើយសត្វព្រៃដែលពួកគេចាប់យកមកធ្វើទនកម្មយកមកធ្វើការប្រែកាឡាតេស្តអីហ្នឹងគឺហត់រួចអស់ហើយអញ្ចឹងអ្នកគ្រូរបស់យើងគាត់ចង់យកសភៅវេទមន្តរបស់គាត់នៅក្នុងទូសម្ងាត់តែពេលដែលបើកមើលក៏ប្រទះឃើញបាត់សភៅបាត់ទៅហើយបាទនៅក្នុងដៃ Mary នេះចំពោះ Peter បាទរត់ចុះរត់ឡើងនឹងច្រឡំនិយាយជាមួយស្វាព្រោះស្វានឹងពណ៌ក្រហមដែរស្មានតែ Mary រត់ក្បែរគាត់អីអញ្ចឹងទៅណា Mary ឡើងខឹងចំណែកឯសត្វដទៃផ្សេងទៀតពួកគេក៏បានហោះចូលទៅក្នុងទឹកអ្វីមួយយ៉ាងទេពេលចេញតាមប្រហោងដីមកក៏មានពពុះនាំពួកគេនឹងហោះគេចចេញពីកោះនេះតែ Mary រួមជាមួយនឹង Peter បាទពួកគេក៏បានរត់មកដល់ផ្លូវមួយតម្រូវឲ្យពួកគេនឹងហក់ចុះមកខាងក្រោមប៉ុន្តែវាខ្ពស់ខ្លាំងពេកម្ដាមរបស់យើងក៏បានជួបជាមួយនឹងលោក Dr. D ពួកគេទាំងពីរនាក់ក៏សហការគ្នាដើម្បីដេញតាមចាប់ក្មេងទាំងពីរនាក់នោះគ្រឿងយន្តរបស់ Dr. D ក៏ប្រែទៅជាស្អីណាមីស៊ីលហោះចឹងឲ្យខ្លាយទៅជាពីងពីងលោកគ្រូ Flanagan របស់យើងនឹងក៏បានយកអំបោះមកឲ្យ Mary អូយសំណាងមែនបាទពួកគេទាំងពីរក៏ឡើងជាអំបោះនោះប៉ុន្តែសួយអ្វីម្ដាមរបស់យើងក៏បានប្រើវេទមន្តខ្មៅរបស់គាត់នឹងចាប់ជើងរបស់ Peter ជាប់ Peter របស់យើងគិតថាគាត់មិនអាចទៅរួចទេអញ្ចឹងគាត់ក៏សម្រេចចិត្តរុញច្រាន Mary របស់យើងឲ្យចាក់ចេញពីទីនោះ Dr. D ក៏បានចាប់ Peter របស់យើងទៅធ្វើការពិសោធន៍របស់គាត់ចំណែកឯម្ដាមនាយករបស់យើងវិញគាត់ទៅតាមយកសភៅវេទមន្តរបស់គាត់ពីក្នុងដៃរបស់ Mary វិញចំណែកឯ Mary ឯនេះវិញក៏បានឲ្យអំបោះនឹងហោះត្រឡប់ទៅវិញដើម្បីទៅជួយ Peter ប៉ុន្តែអំបោះលែងស្ដាប់សម្ដីរបស់ Mary ហើយវាក៏បានហោះជូន Mary របស់យើងទៅណាក៏មិនដឹងហើយវាគឺជាផ្ទះនៅកណ្ដាលកោះមួយភ្លាមនោះអំបោះក៏ចាប់ផ្ដើមអស់ឥទ្ធិពល Mary របស់យើងក៏បានធ្លាក់រមៀលចុះមកនៅលើស្មៅពេលដើរមកដល់ផ្ទះចម្លែកនោះក៏សាប់តែភ្លើងនឹងវាបញ្ឆេះដោយខ្លួនឯងហើយភ្លើងចេះនិយាយទៀតគេស្វាគមន៍ឲ្យចូល Mary របស់យើងក៏បានដើរចូលទៅក្នុងផ្ទះនោះហើយភ្លើងនៅក្នុងផ្ទះហ្នឹងគឺចាត់ទុក Mary របស់យើងជាម្ចាស់ផ្ទះមិននឹកស្មានថា Mary ត្រឡប់មកផ្ទះរបស់នាងវិញសោះពេលដែលចូលមកដល់ Mary ក៏ប្រទះឃើញថាអូផ្ទះនេះដូចជាផ្ទះថ្មីហើយមើលទៅស្អាតគួរឲ្យស្រឡាញ់រួចក៏ឃើញរូបថតហើយក្នុងរូបថតហ្នឹងក៏ប្រទះឃើញមានម្ដាមរបស់យើង Dr. D រួមជាមួយនឹងក្មេងស្រីសក់ក្រហមតាំងពីដើមរឿងរបស់យើងដែលលួចផ្កាហ្នឹងគ្នាយើងរួចហើយ Mary របស់យើងក៏ប្រទះឃើញសភៅនៅលើតុអញ្ចឹងសភៅលើតុនេះគឺបញ្ជាក់អំពីការស្រាវជ្រាវទាក់ទងនឹងការប្រែកាយឧទាហរណ៍ជាក់ស្ដែងដូចជាសត្វឆ្មាដែលជាឆ្មាប្រភេទរបស់យើងប្រែកាឡាទៅជាសត្វចម្លែកនៅក្នុងទ្រុងដូចអំបញ្ញមិញហើយទំព័រចុងក្រោយហ្នឹងគឺប្រែកាឡាមនុស្សធម្មតាឲ្យទៅជាមនុស្សដែលមានវេទមន្តរួចហើយក៏លឺសូរសំឡេងនរណាម្នាក់ហៅឈ្មោះរបស់ Mary ដែលសំឡេងនោះគឺចេញពីកញ្ចក់វេទមន្តនេះឯងអ្នកទាំងអស់គ្នាអញ្ចឹងកញ្ចក់នេះក៏បានបើកបង្ហាញឲ្យឃើញលោកយាយរបស់ Mary ដែលជាលោកយាយ Charlotte បន្ទាប់មកការពិតក៏បានលាតត្រដាងលោកយាយ Charlotte របស់យើងនឹងឯងគឺជាមេធ្មប់សក់ពណ៌ក្រហមតាំងពីដើមរឿងគ្នាយើងតែពេលដែលគាត់ធ្លាក់ចូលមកកាន់ភពមនុស្សគាត់ក៏លែងមានវេទមន្តអញ្ចឹងអំបោះរបស់គាត់
បែរជាគិតថា Mary នឹងឯងជាម្ចាស់ខ្លួនអញ្ចឹងទៅបានជានាំ Mary មកផ្ទះអញ្ចឹងគាត់ក៏បានបញ្យល់រឿងរ៉ាវទាំងអស់ប្រាប់ទៅកាន់ Mary ដំបូងឡើយគាត់គឺជាសិស្សរៀននៅសាលា Endor និយាយទៅម្ដាមដែលជានាយកសាលារួមជាមួយ Dr. D គឺស្រឡាញ់សិស្សនៅសាលារបស់គាត់ខ្លាំងណាស់ចង់ឲ្យពួកគេមានវេទមន្តអស្ចារ្យគ្រប់គ្នាសូម្បីតែលោកយាយ Charlotte ផ្ទាល់ក៏ស្រឡាញ់គោរពទៅកាន់លោកគ្រូទាំងពីរនាក់នឹងដែរហើយជាក់ស្ដែងលោកយាយ Charlotte របស់យើងតាំងពីក្មេងគាត់នឹងគឺជាសិស្សប៉ាកែប្រចាំសាលាថ្ងៃមួយគាត់ក៏បានប្រទះឃើញផ្កាវេទមន្តគាត់ក៏បានកាច់ផ្កាយកទៅឲ្យម្ដាមរបស់យើងមើលព្រាមនោះគ្រូល្អៗទាំងពីរនាក់នឹងក៏បានផ្លាស់ប្ដូរចរិតពួកគេសាលជាធ្វើការពិសោធន៍ចង់ឲ្យមនុស្សធម្មតានឹងមានវេទមន្តដូចជាធ្មប់ការពិសោធន៍របស់ពួកគេក៏បរាជ័យដោយឃើញពីភាពខ្មៅងឹតនិងគោលដៅដ៏អាក្រក់របស់គ្រូទាំងពីរនាក់នេះលោកយាយ Charlotte របស់យើងក៏សម្រេចចិត្តលួចផ្កាវេទមន្តនោះហោះចេញពីកោះធ្មប់ពីព្រោះលោកយាយ Charlotte មិនចង់ឲ្យម្ដាមរួមជាមួយនឹង Doctor ធ្វើរឿងដែលមិនអាចទៅរួចរឿងដែលប៉ះពាល់ដល់មនុស្សដទៃផ្សេងឡើយលោកយាយ Charlotte គាត់ក៏បានឲ្យ Mary ដាក់ដៃទៅលើកញ្ចក់រួចហើយគាត់ក៏បកគលផ្កាវេទមន្តមួយគ្រាប់ដែលគាត់រើសបាននឹងឲ្យទៅ Mary ហើយប្រាប់ Mary ឲ្យត្រឡប់មកផ្ទះវិញឲ្យលឿនមកបើត្រឡប់មកមិនទាន់នោះទេ Mary នឹងជាប់នៅក្នុងភពធ្មប់នោះរហូតប៉ុន្តែ Mary ក៏បានប្រាប់លោកយាយរបស់ខ្លួនថាអត់ទេលោកយាយខ្ញុំតែជួយ Peter រងទុក្ខគឺដោយសារតែខ្ញុំហើយ Peter ផ្ទាល់នេះត្រូវបានគេដាក់ចូលទៅក្នុងអាទូពិសោធន៍ហ្នឹងហើយអ្នកទាំងអស់គ្នាអើយមិនទេចំណែកឯអ្នកគ្រូនាយករបស់យើងក៏បានមកដល់ផ្ទះរបស់លោកយាយ Charlotte Mary ក៏លាលោកយាយរបស់ខ្លួនលោកយាយ Charlotte ក៏ថាឲ្យយាយសុំទោសណាដែលយាយអត់មានវេទមន្តអាចជួយចៅបានតែយាយទុកចិត្តលើចៅMary ក៏បញ្ញារត់ចេញពីទីនោះប៉ុន្តែអំបោសរបស់ Mary នឹងគឺប្រៀបដូចជាអស់ជីវិតអស់កម្លាំងអត់អាចទៅណាទៀតបានឡើយប៉ុន្តែបន្ទាប់ពីអ្នកគ្រូនាយករបស់យើងបានប្រើវេទមន្តរបស់គាត់ចាប់ខ្លួនរបស់ Mary អំបោសនោះក៏ព្យាយាមបានភ្ញាក់មកវិញហើយក៏ហោះនាំ Mary របស់យើងចាក់ចេញពីទីនោះអ្នកគ្រូនាយកក៏បានប្រើដៃខ្មៅរបស់គាត់ដើម្បីចាប់ Mary ដណ្ដើមយកសៀវភៅមកវិញ Mary របស់យើងក៏ព្យាយាមហោះចេញពីទីនោះជាចុងក្រោយអ្នកគ្រូរបស់យើងគាត់ក៏បានដណ្ដើមយកសៀវភៅពី Mary បានជោគជ័យហើយនៅក្នុងកត្តារបស់ Mary នឹងក៏មានអបការវេទមន្តនឹងដែរតែប៉ុណ្្នឹងមិនព្រមចប់ទេម្ដាមរបស់យើងគាត់ក៏បានឲ្យសត្វចម្លែករបស់គាត់នឹងដេញតាម Mary បន្តទៀតតែជាអកុសលអំបោសរបស់ Mary យើងនឹងក៏ចាប់ផ្ដើមអស់ឥទ្ធិពលអញ្ចឹងវាក៏ធ្លាក់ចុះមកខាងក្រោមបណ្ដាលឲ្យ Mary របស់យើងនឹងសន្លប់មួយផ្លែតពេលភ្ញាក់មកវិញ Mary ក៏ប្រទះឃើញអំបោសរបស់នាងបានបាក់ទៅហើយ Mary របស់យើងក៏បានយំសុំទោសប៉ុន្តែអំបោសនឹងនៅប្រើដង្ហើមចុងក្រោយរបស់ខ្លួនប្រាប់ឲ្យ Mary របស់យើងបន្តបេសកកម្មនោះទៀតទៅទោះជាគ្មានផ្កាវេទមន្តក៏ដោយ Mary ក៏ប្រឹងដល់ទីបញ្ចប់ប៉ុន្តែនាងក៏ព្យាយាមគេចពីសត្វចម្លែករបស់ម្ដាមផងដែរពេលដែលសត្វនោះមិនចាប់អារម្មណ៍នាង Mary ក៏រត់ទៅហើយក៏សាប់តែមានឥន្ទ្រីមួយនឹងបានចាប់ Mary របស់យើងមកតាមពិតឥន្ទ្រីនេះមិនមែនធ្វើបាប Mary ទេគឺដោយសារតែ Mary បានជួយដោះលែងខ្លួនពួកគេឥឡូវសត្វទាំងអស់នឹងជួយ Mary វិញសត្វទាំងអស់ក៏បានពង្រៀងដានដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់សត្វចម្លែករបស់ម្ដាមប៉ុន្តែបាទរបងស្វាយើងសោះគឺជាអ្នកពាក់អាវតែ Mary យើងឯវិញគឺចូលតាមផ្លូវផ្សេងនាងក៏បានធ្វើដំណើរតាមផ្នែកខាងក្រោមដើម្បីឡើងទៅកន្លែងបន្ទប់ពិសោធន៍តែដល់ទីតាំងមួយ Mary របស់យើងក៏បានទុកអំបោសវេទមន្តនឹងនៅមួយកន្លែង Mary ក៏បានព្យាយាមឡើងមកបន្ទប់ពិសោធន៍ក៏ប្រទះឃើញកូនចៅរបស់ Dr. D យើងអូធ្វើការឥតឈប់ឥតឈរនោះទេឆ្មាប្រភេទរបស់យើងក៏បានជួបជាមួយនឹងស្នេហារបស់ខ្លួនអញ្ចឹងហើយឆ្មានោះក៏បាននាំ Mary របស់យើងនឹងចូលតាមផ្លូវសម្ងាត់ Mary ក៏បានតាមដានការពិសោធន៍របស់ Dr. D និយាយពីថាអូគាត់មានម៉ាស៊ីនគ្រប់បែបយ៉ាងទាំងអស់រួចហើយអ្នកដែលត្រូវធ្វើការពិសោធន៍ផ្ទាល់គឺជា Peter របស់យើង Peter ក៏ត្រូវបានគេបញ្ជូនចូលទៅក្នុងទឹកដែលមានសារធាតុពណ៌បៃតងចំណែកឯផ្កាវេទមន្តទាំងអស់ក៏ត្រូវបានដាក់ក្នុងកែវមួយបានចម្រាញ់ចេញជាសារធាតុនេះលក្ខណៈរៀងតែពណ៌ខៀវនេះពេលដែលធ្លាក់ចុះមកលាយជាមួយនឹងខ្លួនរបស់ Peter របស់យើងក៏បានប្រែកាយទៅជាមេអំបៅដូចនៅក្នុងរូបមែន Mary របស់យើងក៏ចុះមកខ្វាត់ប៉ុន្តែយឺតពេល Dr. D រួមជាមួយម្ដាមគិតថាការពិសោធន៍របស់ពួកគេនឹងទទួលបានជោគជ័យប៉ុន្តែខុសការរំពឹងទុកទៀតហើយការពិសោធន៍នោះគឺបរាជ័យសារធាតុគេចង់បញ្ចូលទៅក្នុងខ្លួនរបស់ Peter ប្រែក្លាយទៅជាបិសាចផ្សេងទៀតដែលមានជីវិតហើយស្រូបយកខ្លួនរបស់ Peter ចូលទៅក្នុងនោះកញ្ចក់ដ៏ក្រាស់ក៏ត្រូវបានសារធាតុពណ៌ខៀវរំលាយខ្ទេចប៉ុណ្ណឹងមិនទាន់ចប់ទេសារធាតុពណ៌ខៀវនោះក៏បានស្រូបយកធម្មពលពីរបស់ផ្សេងជុំវិញនោះទាំងអស់ដែលបង្កឲ្យបន្ទប់ពិសោធន៍របស់ Dr. D ទាំងមូលនឹងផ្ទុះសេឆេះយ៉ាងសាហាវ Mary របស់យើង Anne ក៏ប្រទះឃើញ Peter កំពុងតែលង់នៅក្នុងសារធាតុពណ៌ខៀវនោះរួចហើយសារធាតុពណ៌ខៀវនោះក៏បានបញ្ចេញរូបរាងចម្លែករបស់វានាយកសាលារបស់យើងក៏ចង់ប្រើសៀវភៅពណ៌ក្រហមនេះដើម្បីទប់ទល់ជាមួយនឹងវេទមន្តបិសាចនោះប៉ុន្តែបានវេទមន្តបិសាចពណ៌ខៀវនោះក៏បានស្រូបយកធម្មពលរបស់ម្ដាមចំណែកឯ Dr. D របស់យើងវិញបាទតអញ្ចឹងទៅគាត់រកវិធីដោះស្រាយលែងរួចដូច្នេះជំរើសគឺមានតែ Mary របស់យើងនាងនឹងយកសៀវភៅក្រហមនេះបូកបញ្ចូលជាមួយនឹងអបការពណ៌ខៀវដែលសល់មួយគ្រាប់នេះប៉ុន្តែ Mary របស់យើងមិនអាចយកអបការពណ៌ខៀវនឹងបានតតែសោះ Dr. D ថាមិនបាច់ទេមិនអាចបញ្ជប់បានឡើយទោះជាវេទមន្តទាំងអស់នៅក្នុងខ្លួនរបស់ក្មេងប្រុស Peter នឹងក៏ដោយប៉ុន្តែ Peter មិនអាចតទល់ជាមួយនឹងបិសាចពណ៌ខៀវនឹងបានទេ Mary របស់យើងក៏រកវិធីដោះស្រាយឃើញបើសិនជា Peter មានវេទមន្តនៅក្នុងខ្លួន Peter ប៉ះសៀវភៅវេទមន្តនឹងទៅ Peter របស់យើងអាចដោះលែងខ្លួនចេញពីសារធាតុនឹងបានហើយ Mary របស់យើងក៏បានបើកអាទំព័រដែលជាវេទមន្តសម្រាប់ដោះវេទមន្តដទៃផ្សេងទៀតទាំងអស់ Mary ព្យាយាមតង់ដៃរបស់ Peter ដាក់ទៅលើទំព័រនោះអញ្ចឹងហើយក៏សាប់តែវាបញ្ចេញភ្លើងពណ៌ក្រហមដែលបានដោះស្រាយបញ្ហាវេទមន្តខ្មៅងឹតផ្សេងនឹងឲ្យរលាយទីតាំងពិសោធន៍ទាំងមូលរបស់ Dr. D យើងនឹងក៏ចាប់ផ្ដើមរលាយរុក្ខជាតិក៏ចាប់ផ្ដើមដុះបញ្ចេញស្លឹកយ៉ាងអស្ចារ្យគ្រប់បែបយ៉ាងក៏ត្រឡប់មកជាស្រស់ស្រាយម្ដង
ទៀត Peter របស់យើងក៏បានរត់មករក Mary អញ្ចឹងជាចុងក្រោយពួកគេបានជួបគ្នាវិញហើយប៉ុន្តែ Mary របស់យើងមិនដឹងថាត្រូវត្រឡប់ទៅផ្ទះវិញដោយវិធីណានោះទេដោយសារតែនាងគ្មានវេទមន្តហើយគ្មានអំបោះហោះតែសំណាងល្អលោកគ្រូ Flanagan របស់យើងនឹងគាត់បានយកអំបោះរបស់ Mary មកវិញហើយដោយសារតែគាត់បានជួសជុលវារួចអញ្ចឹងអំបោះនឹងគឺនាំមានឥទ្ធិពលអាចជូន Mary របស់យើង Peter រួមជាមួយនឹងឆ្មាទាំងពីរក្បាលត្រឡប់មកផ្ទះរបស់ពួកគេវិញចំណែកឯ Madam រួមជាមួយនឹង Doctor របស់យើងវិញបាទគាត់ងើបចេញពីម៉ាស៊ីនរបស់គាត់មកក៏ប្រទះឃើញសត្វព្រៃទាំងអស់រុំព័ទ្ធគាត់ចិត្តអ្មិនទេចំពោះ Mary របស់យើងវិញបាទតាមពិតទៅនាងបានចាប់អាផ្កាពណ៌ខៀវវេទមន្តនឹងបានប៉ុន្តែ Mary របស់យើងលែងត្រូវការផ្កាវេទមន្តអីទៀតហើយនាងក៏បានបោះផ្កានឹងចោលហើយក៏បន្តធ្វើដំណើរត្រឡប់មកផ្ទះវិញចប់ពីហេតុការណ៍នោះ Mary របស់យើងក៏បានរីករាយនឹងជីវិតរបស់នាងសប្បាយចិត្តនឹងសក់ពណ៌ចម្លែករបស់នាងហើយឥឡូវមានមិត្តភក្តិថ្មីដែលជា Peter រស់នៅជាមួយនឹងគ្រួសារថ្មីនេះគឺសប្បាយមួយយ៉ាងដែរតើហើយរឿងរបស់យើងក៏ដល់ទីបញ្ចប់ត្រឹមតែប៉ុណ្ណេះអរគុណចំពោះការទស្សនារបស់អ្នកទាំងអស់គ្នាពីដើមដល់ចប់ប៉ុន្តែកុំភ្លេចចុច like subscribe ដាក់កណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗតន់ចិត្តដូចជាខ្ញុំរត់សូមអរគុណសូមជម្រាបលា